បងប្អូនអ្នកគ្នាសន្ទះព្រិលនៅផ្នែកខាងក្នុងនេះនឹងបើកអូតូម៉ាទិកនៅពេលដែលរថយន្តធ្វើការបច្ចេកប្រសិនសូម្បីតែត្រង់ក្រោយនេះបងប្អូនក៏មានកន្លែងសម្រាប់ក្រិតវាស់ផងដែរបងប្អូនចង់វាស់ឈើវាស់ដែកមានຂະຫນາດជាអ៊ីងនិងសង់ទីម៉ែត្រគ្រាន់តែទាញវាឡើងបន្តិច sensor របស់វានឹងដំណើរការបិទដោយស្វ័យប្រវត្តិហើយបូមនេះអាចកំណត់ទន់រឹងដោយស្វ័យប្រវត្តិជាពិសេសយើងអាចកំណត់បាននៅ3 mode គឺ normal sport និង off road ស៊ីម៉ាំងអាចសេរីបាន4 mode ហើយនេះគឺជា Baja mode ក្រៅពី performance ខ្លាំងសុវត្ថិភាពខ្ពស់មាឌធំអំណាចក្នុងខ្សែស្រឡាយ Ford Performance Ford F150 Raptor ក៏មាននៅចំណុចពិសេសជាច្រើនដែលមនុស្សភាគច្រើនមិនធ្លាប់ដឹងក្នុងវីដេអូនេះខ្ញុំនឹងជម្រាបជូនទៅកាន់ពុកម៉ែបងប្អូនអរគ្នាអំពីចំណុចពិសេសរបស់ Ford F150 Raptor ស៊េរីថ្មីដែលនាំចូលដោយក្រុមហ៊ុន AMA Cambodia ជាងបងប្អូនអរគ្នាយើងក៏លេចទៅមើលផ្នែកខាងក្រៅណាចំណុចដែលយើងសម្គាល់មុនគេគឺទៅលើប៉ាណាអក្សរ Ford ដែលជា DNA មួយរបស់ Ford Performance ដែលវា unique ប្លែកភ្នែកនិងអំណាចខ្លាំងបំផុតបងប្អូនអរគ្នាក៏លេចទៅមើលផ្នែកដបូលម៉ាស៊ីនគឺគេ design មិនបញ្ចូលគ្នាបង្កើតបានជា concept មួយដែល concept ស្តៀងជាមួយនឹងយន្តហោះចម្បាំងជាការសម្រួលទៅដល់លំហូរខ្យល់នៅពេលដែលរត់ផងដែរបងប្អូនអរគ្នាក៏លេចទៅមើលជាគៀងគឺជាប្រភេទ LED ដែលមានមុខងារតម្លើងតម្លាក់ពលឺដោយ automatic និងមានមុខងារបិទបើកដោយស្វ័យប្រវត្តិហើយរេតាមចង្កូតទៀតបងប្អូនអរគ្នាសម្រាប់ជាគៀងនេះទៀតសោតគឺការ design ជាមួយនឹង daytime running light ជ្រុងផុសច្បាស់ល្អមែនតើជារាងអក្សរ F ដែលខ្ញុំស្រឡាញ់ខ្លាំងបំផុតទៅលើជាគៀងខាងមុខនេះបងប្អូនក៏លេចទៅមើលភ្លើង amber light បងប្អូនអរគ្នាភ្លើង amber light នេះមិនមែនជារឿងចៃដន្យទេសម្រាប់ស្តង់ដាររថយន្តនៅឯសហរដ្ឋអាមេរិកទេណារថយន្តណាដែលមានទទឹងលើសពី2ម៉ែត្រគឺគេដាក់មកជាមួយនឹងភ្លើង amber light នេះហើយវាក៏បន្ថែមនៅពណ៌លឿងដ៏ស្រស់ស្អាតដែរនៅពេលដែលយើងបើកភ្លើងនាពេលងងឹតបងប្អូនមើលទៅគឺថា unique តែម្ដងក៏លេចទៅមើលកាងខាងក្រោមគឺ concept map off road Baja style បងប្អូនអរគ្នាជាលក្ខណៈសម្រាប់រថយន្តដែលប៉ុណ្ណាំងទៅលើស្ថានភាពផ្លូវបបាក់នៅក្នុងល្បឿនលឿនតែម្ដងរថយន្តនេះទៀតសោតក៏បានបំពាក់មកជាមួយនឹងភ្លើង rigid ដែលជាប្រភេទភ្លើង fog light មួយខាង2សរុបទាំងអស់4ភ្លឺច្បាស់ល្អហើយមួយទៀតសម្រាប់អ្នកដែលចូលចិត្ត camping ណាគឺថាជាតិតែម្ដងបងប្អូនអរគ្នាក៏លេចទៅមើលផ្នែកខាងក្រោមក៏មានមកជាមួយនឹងបល្ល័ង្កដាស់ការពារផ្នែកខាងមុខផងដែរហើយមានមកជាមួយនឹង hooking ឬក៏ recovery hook ដើរតួនាទីជាការធ្ពក់សដៅ parking sensor ក៏មានកាមេរ៉ាមួយគ្រាប់នៅក្នុងចំណោមកាមេរ៉ាមួយជុំរថយន្តដែលផ្ដល់នូវគំហើញរូបភាពមួយជុំរថយន្តតែម្ដងធំសុវត្ថិភាពខ្ពស់ធ្វើដំណើរនៅទីជិតឆ្ងាយបងប្អូនមិនបាច់បារម្ភទេអញ្ចឹងបងប្អូនអរគ្នាផ្នែកខាងមុខខ្ញុំមានប៉ុណ្ណឹងអញ្ញញាតសូមនាំអារម្មណ៍បងប្អូនចូលបន្តទៅកាន់ផ្នែកចំហៀងដើម្បីស្វែងយល់អំពីការ design ក៏ដូចជាចំណុចពិសេសបន្តទៀតពុកម៉ែបងប្អូនអរគ្នាឥឡូវយើងចូលមកកាន់ផ្នែកចំហៀងជាមួយនឹងការបន្ថែមមកជាមួយនឹង amber light តាមពិត amber light នេះមានទាំងផ្នែកខាងមុខមានទាំងផ្នែកចំហៀងនេះដើម្បីសម្គាល់អំពីទទឹងរបស់រថយន្តផ្ទាល់តែម្ដងហើយរថយន្តនេះបំពាក់មកជាមួយនឹងសបកកង់គឺជាប្រភេទ AT BF Godic ដែលមានຂະຫນាត315 ចិត្តគុត R17 យ៉ានកង់អលុយមីញ៉ូម17អ៊ីងជាប្រភេទថាសរឹងមាំ concept បែប off road តែម្ដងលុកបានគ្រប់កាលៈទេសៈផ្លូវតែម្ដងជាមួយនឹងរថយន្តមួយនេះបងប្អូនមិនបាច់បារម្ភទេកន្លែងទៅមើលផ្នែកខាងលើយើងមានមកជាមួយនឹងកែមកង់ឬក៏ over fender ដែលការពារការខ្ទាតផុកគ្រោះក៏ដូចជាការពារទឹកថ្នាំរថយន្តផងដែរនៅពេលដែលយើងបើកបរលើស្ថានភាពផ្លូវ off road ផ្លូវដែលយើងមិនបានរំពឹងទុកខាងចំហៀងនេះដែរក៏មានមកជាមួយនឹងប្លុកខ្យល់នៅផ្នែកចំហៀងទូនាទីរបស់វាគឺជំនួយទៅដល់ aerodynamic ការ design ស្អាតតាក់ទាញមើលទៅសាច់ដុំ DNA របស់ Ford Performance កន្លែងទៅមើលត្រឡោកកញ្ចក់គឺមានមុខងារក្តោបដែលស្វ័យប្រវត្តិមានមុខងារបល្លាញ sport មានសញ្ញា LED ដែល design ជារាងបញ្ឈរណាមើលទៅស្អាតមែនតើមានមកជាមួយនឹងកាមេរ៉ាមួយគ្រាប់ធ្វើការជាមួយនឹងប្រព័ន្ធកាមេរ៉ាមួយជុំរបស់វាជាពិសេសបើកទីចង្អៀតដឹងថា the best តែម្ដងបងប្អូនកន្លែងទៅមើលផ្នែកខាងក្រោមនេះក៏មានមកជាមួយនឹងឈ្នាន់ជាន់ដែកថែបតែម្ដងទី1ការពាររថយន្តពីផ្នែកចំហៀងទី2គឺការពារការខ្ទាតថ្មទី3ស្រួលនៅក្នុងការឡើងចុះធំស្រួលមែនតើបងប្អូនអរគ្នាហើយរឹងមាំខ្លាំងមែនតើកលែកទៅមើលផ្នែកខាងក្រោយបន្តជាមួយខ្ញុំតោះគ្នាតោះនៅផ្នែកខាងក្រោយបងប្អូនអរគ្នារថយន្តនេះបំពាក់មកជាមួយនឹងបូមសម្រាប់ fog light valve 3.1 inch នេះបងប្អូនអរគ្នាក៏វាមានសមត្ថភាពអាចអុករលាស់បានរហូតដល់500ដងក្នុង1វិនាទីដែលផ្ដល់ទិន្នន័យទៅកាន់ ECU ឬក៏ខួរក្បាលរបស់រថយន្តផ្ទាល់តែម្ដងហើយជាក់ស្ដែងសម្រាប់បូមនេះក៏យើងអាចធ្វើការកំណត់បាននៅ3 mode ផងដែរបងប្អូនអរគ្នាគឺទី1ពាក់ព័ន្ធជាមួយនឹង normal សម្រាប់ផ្លូវធម្មតាទី2លក្ខណៈ sport សម្រាប់ការបើកផ្លូវលាតក្នុងល្បឿនលឿននិង off road សម្រាប់សម្របតម្រូវទៅលើស្ថានភាពផ្លូវ off road តែម្ដងពិសេសខ្លាំងមែនតើឥឡូវបងប្អូនកលែកទៅមើលផ្នែកទ្រង់ចំហៀងគឺមានមកជាមួយនឹងតែម Raptor ពណ៌ទឹកក្រូចតាមបែប performance យើងបន្តចូលមកកាន់ផ្នែកខាងក្រោយជាមួយនឹង stop design ជាលក្ខណៈ LED ហើយជាមួយនឹងទម្រង់បែបអក្សរ F តំណាងឲ្យពាក្យថា Ford ឬក៏ F150 Raptor អញ្ចឹងបងប្អូនអរគ្នាសម្
សម្រាប់ការខាងក្រោមក៏មានមកជាមួយនឹង parking sensor ផងដែរជាមួយនឹងពណ៌ matte black បែបគ្រើមហើយអមមកជាមួយនឹងស៊ីម៉ាំងភ្លោះចំនួន2ដែលស៊ីម៉ាំងនេះក្រៅពីស្រស់ស្អាតសម្លេងស៊ីម៉ាំងរបស់វាក៏ងុំផងដែរហើយយើងក៏អាចធ្វើការផ្លាស់ប្ដូរនៅ mode ស៊ីម៉ាំងនេះមានរហូតដល់4ទី1គឺ quiet ស្ងាត់ទី2សម្រាប់ normal គឺសលេងរៀងងុំធម្មតា Sport គឺសលេងបែប sport រៀងមានភាពកឡូបន្តិចដែល light គឺ Baha mode Baha mode នេះនៅពេលដែលយើងបើកទៅសលេងស៊ីម៉ាំងរបស់វាគឺបើកមកអស់តែម្ដងចឹងវាមើលទៅគឺស័ក្តិសមជារថយន្ត pick up បែប performance ហើយសមជាមួយនឹងមាត្ររបស់ M150 Raptor នេះខ្លាំងមែនទែនសម្រាប់កន្លែងនេះគឺគេមាន output មួយដែលយើងអាចធ្វើការភ្ជាប់រវាងរថយន្តបាទយើងអាចទាញភ្លើងអគ្គិសនីទៅភ្ជាប់ជាមួយនឹងរ៉ឺម៉កផ្នែកខាងក្រោយជាប្រភេទរ៉ឺម៉កស្តង់ដាមួយដែលវាមានភ្លើងសញ្ញោឬក៏ភ្លើង stop នៅខាងក្រោយចឹងនៅពេលដែលឡានយើងចាប់ហ្វ្រាំងរបកហ្នឹងនឹងភ្លឺភ្លើងក្រហមជាន់ហ្វ្រាំងដូចគ្នាហើយនៅពេលដែលសញ្ញោឆ្វេងសញ្ញោស្ដាំគឺវាផ្ទេរដូចគ្នាកន្លែងទៅមើលផ្នែកខាងលើជាមួយនឹងការ design ជាមួយនឹងអក្សរ Ford ធំដែលជា DNA របស់ Ford Performance កន្លែងនេះដាក់អក្សរថា Raptor តែម្ដងរថយន្តនេះក៏មានមកជាមួយនឹងកាមេរ៉ាមួយគ្រាប់មួយក្នុងចំណោមមួយជុំរថយន្តហើយក៏មានមុខងារ Zone Lighting ដែលជាមុខងារភ្លើងមួយជុំរថយន្តតែយើងអាចកំណត់បិទបើកនៅផ្នែកខាងក្នុងរថយន្តបានគឺយើងចង់ឲ្យភ្លឺនៅផ្នែកខាងមុខខាងក្រោយបាទឆ្វេងស្ដាំគឺយើងអាចធ្វើការកំណត់ zone បាននេះគឺវាល្អបំផុតសម្រាប់បងប្អូនដែលគាត់ចូលចិត្តបែប camping បោះតង់សាកថ្មជីវិត adventure អីគឺយើងអាចទាញភ្លើងនេះយកទៅប្រើជាប្រយោជន៍បានហើយជាក់ស្ដែងសម្រាប់ឃ្លុបខាងក្រោយរបស់វាយើងអាចធ្វើការចុចបិទបើកដោយអូតូម៉ាទិកឥឡូវយើងធ្វើការបើកទ្វារក្រោយនេះយើងអាចបើកដោយចុចទៅលើប៊ូតុងផ្ទាល់ឬក៏ចុចតាមរយៈ tele ផងដែរកាន់តែពិសេសបងប្អូនអរគ្នានៅពេលដែលយើងបើកមកយើងឃើញជាមួយនឹង Mate Grid ដែលយើងអាចធ្វើការវាស់វែងទៅលើឈើបាន perfect សម្រាប់អ្នកដែលគាត់ប្រើប្រាស់លក្ខណៈគ្រួសារក៏បានអាជីវកម្មក៏បានអ្នកធ្វើការក៏បានដែរផ្នែកខាងក្រោយនេះយើងអាចទាញជាប្រយោជន៍បានច្រើនហើយកាន់តែមានប្រយោជន៍បងប្អូនអរគ្នាកន្លែងទៅមើលផ្នែកខាងក្រោយនេះនេះគឺជាចដាក៏ប៉ុន្តែបងប្អូនឡើងអញ្ចឹងក៏ពិបាកដែរតែយើងមាននៅចំណុចពិសេសមួយទៀតតោះមើលជាមួយខ្ញុំបងប្អូនគ្នាបាទនេះគឺជាប្រកាន់ដៃបងប្អូនឃើញអត់ការឡើងចុះរថយន្តងាយស្រួលមែនតើដោយសារតែរថយន្តនេះធំហើយខ្ពស់អញ្ចឹងសម្រាប់ចំណុចពិសេសនៅផ្នែកខាងក្រោយរបស់វាគឺវាមានមកជាមួយនឹង brake light ភ្លើងហ្វ្រាំងហើយមានជាមួយនឹងភ្លើងដែលបំភ្លឺនៅផ្នែកត្រង់ខាងក្រោយផងដែរអូខេឥឡូវខ្ញុំសុំចុះវិញដើម្បីបិទវិញស្រួលមែនតើបងប្អូនមានកន្លឹះមួយយើងចុចបាទតម្លាក់អញ្ចឹងហើយកន្លឹះមួយទៀតយើងកាច់ហើយចដើនេះដូចគ្នាហើយដើម្បីលើកជាមួយនឹងធុងនេះទៅវិញគ្រាន់តែទាញវាឡើងបន្តិច sensor របស់វានឹងដំណើរការបិទដោយស្វ័យប្រវត្តិវ៉ាវបងប្អូនអរគ្នាចំណុចពិសេស M150 Raptor ស៊េរីថ្មីនេះមានទាំងពីផ្នែកខាងមុខដេញរហូតដល់ផ្នែកខាងក្រោយអញ្ចឹងបងប្អូនពេញចិត្តទៅលើចំណុចណាមួយនៃផ្នែកខាងក្រៅបងប្អូនអាចធ្វើការ comment បានបងប្អូនអរគ្នាបើសិនជាចង់បានព័ត៌មានលម្អិតអាចធ្វើការទំនាក់ទំនងទៅកាន់គេហទំព័រផ្លូវការ Ford Cambodia បានខណៈពេលនេះដែរវីដេអូត្រូវបានដល់ទីបញ្ចប់ខ្ញុំបាទសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយ